បាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Houdimi ទាំងអស់គ្នាជួបជាមួយខ្ញុំបាទវណ្ណាចឹងថ្ងៃនេះផងដែរខ្ញុំមានវិជ្ជាករនេះយកមកបង្រៀនអ្នកនរគ្នាអញ្ចឹងវិជ្ជាករនេះគឺយើងនិយាយអំពីវិជ្ជាករកម្រិតដំបូងហើយកម្រិត N5 ណាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វិជ្ជាករទី1ហើយអញ្ចឹងslide ទី1នេះគេដាក់ថាកុសុអដុនេះគឺជាពាក្យអក្សរកាត់ហើយអញ្ចឹងទាំងអស់នេះគឺជាសព្វនាមចង្អុលហើយយើងថ្ងៃនេះយើងរៀនវិជ្ជាករដំបូងគេរៀនពីសព្វនាមចង្អុលគេដាក់ថាកុសំដៅលើអ្វីមួយដែលនៅចិត្តអ្នកនិយាយណាសំដៅនៅលើអ្វីមួយដែលនៅចិត្តអ្នកនិយាយហើយបន្តមកទៀតកុសំដៅលើអ្វីមួយដែលនៅចិត្តអ្នកស្ដាប់ហើយសំដៅលើអ្វីមួយដែលនៅចិត្តអ្នកស្ដាប់អសំដៅលើអ្វីមួយដែលនៅឆ្ងាយពីអ្នកនិយាយនិងអ្នកស្ដាប់ហើយដកសំដៅលើអ្វីមួយដែលអ្នកនិយាយមិនដែលឃើញឬក៏មិនដែលបានស្គាល់ហើយអញ្ចឹងអីគេកុសុអហ្នឹងហើយអញ្ចឹងដើម្បីឲ្យដឹងច្បាស់លម្អិតយើងចូលទៅកាន់slide បន្តទៀតហើយអញ្ចឹងកុហើយរចនាសម្ព័ន្ធមានកុសុអមិញហ្នឹងហើយទី1មួយជួរនេះវាមានកូរ៉េសូរ៉េអារ៉េដូរ៉េហើយកូរ៉េសូរ៉េអារ៉េដូរ៉េអញ្ចឹងកូរ៉េបកប្រែថានេះសូរ៉េបកប្រែថានោះអារ៉េបកប្រែថាអានោះដូរ៉េបកប្រែថាមួយណាអញ្ចឹងកូរ៉េបកប្រែថានេះបង្ហាញពីវត្ថុឬក៏របស់អ្វីមួយដែលនៅចិត្តអ្នកនិយាយហើយម្ដងទៀតកូរ៉េបកប្រែថានេះបង្ហាញពីវត្ថុឬក៏របស់មួយដែលនៅចិត្តអ្នកនិយាយណាសូរ៉េបកប្រែថានោះបង្ហាញពីវត្ថុឬក៏របស់អីមួយដែលនៅចិត្តអ្នកស្ដាប់ហើយវាផ្ទុយពីកូរ៉េណាអារ៉េបកប្រែថានោះបង្ហាញពីវត្ថុឬក៏អ្វីមួយដែលនៅឆ្ងាយពីអ្នកនិយាយផងហើយនិងអ្នកស្ដាប់ផងមានន័យថាឆ្ងាយទាំងពីរណាដូរ៉េបកប្រែថាមួយណាហើយអញ្ចឹងខូរ៉េសូរ៉េអារ៉េដូរ៉េហ្នឹងគឺយើងនិយាយអំពីវត្ថុឬក៏របស់អីគេមួយណាខូណូសូណូអាណូដូណូខូណូសូណូអាណូដូណូហើយដាក់ត្រេខាងស្ដាំដៃនេះមានន័យថាសម្រាប់បុកនាមនៅខាងស្ដាំដៃណាអញ្ចឹងទី1ខូណូខូណូគុតស៊ឹខូណូគុតស៊ឹបកប្រែថាស្បែកជើងនេះស្បែកជើងនេះហើយសូណូសូណូសាស៊ីនសូណូសាស៊ីនរូបថតនោះរូបថតនោះហើយទី3អានូហ៊ីតូអានូហ៊ីតូហើយបកប្រែថាម្នាក់មួយនោះម្នាក់មួយនោះណាហើយចុងក្រោយដូណូដូណូប៊ីរដូណូប៊ីរអាគារមួយណាណាឲ្យតែមានកតុដើមក្បាលដើមកុហ្នឹងបកប្រែថានេះហើយសុបកប្រែថានោះហើយអបកប្រែថាមួយនោះហើយនឹងដូណូសំទោសហើយនឹងក្បាលដុហ្នឹងបកប្រែថាណាណាសម្រាប់ជាប្រយោគសំណួរហើយអញ្ចឹងមួយទៀតនេះគឺយើងចូលមកកាន់ក្បាលកុដូចគ្នាហើយដែលចុងក្រោយហើយមានពាក្យដូចជាកុកុសូកុអាសូកុហើយនិងដូកុហើយអញ្ចឹងកុកុបញ្ជាក់ពីទីកន្លែងណាបកប្រែថាទីនេះបញ្ជាក់ពីទីកន្លែងដែលនៅចិត្តអ្នកនិយាយសូកុបកប្រែថាទីនោះបង្ហាញពីទីកន្លែងដែលនៅចិត្តអ្នកស្ដាប់ហើយសូកុសំទោសអាសូកុបកប្រែថាទីកន្លែងនោះបង្ហាញពីទីកន្លែងនៅឆ្ងាយពីអ្នកនិយាយណាហើយនឹងដូកុដូកុបកប្រែថាទីណាហើយទីណាណាកន្លែងណាអញ្ចឹងទៅហើយអញ្ចឹងកុសុអនេះបាទអញ្ចឹងកុសុអដុនេះហើយវាមាន3នេះទី1កតុយរ៉េហើយទី2កតុយណូនិងទី3កតុយកុហើយអញ្ចឹងការប្រើប្រាស់របស់វាគឺដូចគ្នាទេមានដូចគ្នាយ៉ាងម៉េចឧទាហរណ៍ថាពាក្យដែលប្រើក្បាលកុហ្នឹងបង្ហាញពីទីកន្លែងឬក៏របស់ដែលនៅចិត្តអ្នកនិយាយដល់ពេលសុហ្នឹងបង្ហាញពីទីកន្លែងឬក៏របស់នៃចិត្តអ្នកស្ដាប់ចំណែកក្បាលអបង្ហាញពីទីកន្លែងឬក៏របស់នៅឆ្ងាយពីអ្នកនិយាយផងពីអ្នកស្ដាប់ផងចំណែកដកបង្ហាញពីហើយប្រយោគសំណួរណាហើយអញ្ចឹងបន្តមកទៀតយើងចូលមកកាន់ពាក្យសានចានគឿនណាសានចានគឿនសានចានគឿននេះយើងឧស្សាហ៍ស្ដាប់ឮហើយនៅពេលដែលគេហៅឈ្មោះនរណាម្នាក់ណាអញ្ចឹងយើងមើលពាក្យទី1សានណាសាននេះប្រើសម្រាប់ភ្ជាប់ជាមួយឈ្មោះនរណាម្នាក់ដែលមានអាយុច្រើនជាងយើងមិនថាប្រុសឬក៏ស្រីហើយមួយទៀតឬក៏អ្នកដែលមានអាយុស្មើយើងទេឬក៏តិចជាងយើងក៏ដោយក៏អាចប្រើបានដែរដើម្បីបង្ហាញពីការគោរពរបស់យើងណាអញ្ចឹងគឺសង្ខេបមកគឺយើងអាចប្រើជាមួយនឹងអ្នកដែលមានឋានៈស្មើយើងផងតិចជាងយើងផងហើយនឹងច្រើនជាងយើងផងហើយជាទូទៅអ្នកដែលច្រើនជាងយើងគឺយើងត្រូវប្រើសានហើយតែបើអ្នកអាយុស្មើយើងឬក៏តិចជាងយើងប្រើសានដែរឧទាហរណ៍យើងប្រើក្នុងន័យដែលយើងគ្រប់គេផ្ដល់ឲ្យគេឬក៏
ជួបគ្នាលើកដំបូងអ្នកដែលយើងមិនសូវស្គាល់ក៏យើងអាចប្រើក្នុងចូលលក្ខណៈនឹងបានដែរណាហើយមិនមែនឲ្យតែគេអាយុតិចយើងប្រើអីផ្សេងទេហើយយើងអាចប្រើនឹងបានដែរទី2ចានណាចានជាទូទៅយើងប្រើសម្រាប់ភ្ជាប់ឈ្មោះក្មេងស្រីឬក៏មនុស្សស្រីដែលមានអាយុតិចជាងយើងឬក៏ពីមនុស្សដែលមានអាយុច្រើនទៅកាន់អ្នកដែលមានអាយុតិចចានហើយឧទាហរណ៍ខ្ញុំមានប្អូនហើយប្អូនស្រីអញ្ចឹងខ្ញុំហៅប្អូនខ្ញុំដាក់ឈ្មោះភ្ជាប់ជាមួយឈ្មោះហើយយើងថែមចានណាឬក៏យើងហៅអ្នកណាផ្សេងទៀតដែលមានអាយុតិចជាងយើងហើយគាត់ជាមនុស្សស្រីយើងអាចប្រើចានបានដែរហើយមួយទៀតគឺណាគឺផ្ទុយពីចានគឺជាទូទៅប្រើជាមួយនឹងឈ្មោះមនុស្សប្រុសក្មេងប្រុសណាប្រើជាមួយនឹងក្មេងប្រុសហើយណាឬក៏មនុស្សប្រុសតែមនុស្សប្រុសដែលមានអាយុតិចជាងយើងណាឬក៏ពីអ្នកដែលមានអាយុច្រើនទៅកាន់អ្នកដែលមានអាយុតិចហើយចូលឧទាហរណ៍អ្នកអាយុច្រើនហ្នឹងមិនថាគាត់ជាស្រីឬក៏ប្រុសទេតែទៅកាន់អ្នកដែលអាយុតិចហ្នឹងគាត់គឺជាប្រុសអញ្ចឹងយើងប្រើគឺណាឧទាហរណ៍តាគាត់និយាយមកកាន់យើងគាត់ហៅយើងអញ្ចឹងគាត់ហៅដាក់គឺបានណាហើយឧទាហរណ៍ថាខ្ញុំឈ្មោះវណ្ណាអញ្ចឹងហើយវណ្ណាគឺនេះអញ្ចឹងទៅណាអញ្ចឹងគាត់មានអាយុច្រើនជាងយើងហើយយើងអាយុតិចជាងគាត់អញ្ចឹងគាត់ប្រើគឺណាដល់ពេលយើងប្រើនៅកាន់គាត់វិញគាត់ចាស់ជាងយើងប្រើសានហើយឧទាហរណ៍យើងមើលពាក្យឈ្មោះខាងក្រោមនេះហើយទី1 Yamada san ហើយ Kimura san Nichi san ហើយទី4 Rin san ណាហើយឧទាហរណ៍បន្តទៀតអំពីចាន Hana chan ហើយMiko chan ណាNiroto chan Nana chan ណាហើយមួយទៀត Takeshi kun យើងប្រើសម្រាប់គឺវិញ Takeshi kun ណា Hiroshi kun Rotana kun ណាចុងក្រោយ Wanna kun ហើយ Wanna នេះឈ្មោះខ្ញុំណាហើយអញ្ចឹងនេះគឺការប្រើប្រាស់សានចានគឺហើយបន្តមកទៀតយើងចូលទៅកាន់ដល់វេយ្យាករណ៍ហើយវេយ្យាករណ៍បង្ហាញពីតកតងឃ្លាប្រយោគហើយអំបញ្ញមិញវាអត់ទាន់មានជាប្រយោគទេណាហើយអញ្ចឹងវេយ្យាករណ៍ទី1នេះគេដាក់ថានាមទី1វគ្គនាមទី2 des នាមទី1វគ្គនាមទី2 des ហើយយើងនិយាយខ្លីណានី des ហើយចុច des ណាអញ្ចឹងពាក្យថា des ហ្នឹងហើយអត្ថន័យនៃវេយ្យាករណ៍ហ្នឹងបើថាគឺជាណាអញ្ចឹងក្នុងរចនាសម្ព័ន្ធវេយ្យាករណ៍នេះវាមានពាក្យនេះសំទោសមានអក្សរនេះមួយគឺអក្សរហៈក៏ប៉ុន្តែនៅពេលដែលយើងចូលជាលក្ខណៈប្រយោគហើយហៈកន្លែងនេះគឺដែលទួនាទីជាបរិវារស័ព្ទណាបរិវារស័ព្ទសម្រាប់បញ្ជាក់ពីពាក្យដែលនៅខាងមុខវាគឺជាប្រធានហើយជាប្រធានហើយដល់ពេល des បកប្រែថាគឺជាមាននៅបង្ហាញពីភាពគួរសមរបស់អ្នកនិយាយបង្ហាញពីភាពគួរសមរបស់អ្នកនិយាយអញ្ចឹងអត្ថន័យនៃឃ្លាវេយ្យាករណ៍នេះបកប្រែថានាមទី1គឺជានាមទី2នាមទី1គឺជានាមទី2ឧទាហរណ៍Watashi wa gakusei desu ហើយខ្ញុំគឺជាសិស្សណាអញ្ចឹង Watashi ខ្ញុំហើយពាក្យដែលនៅមុខបានគឺជាប្រធានអញ្ចឹងយើងនិយាយពីខ្ញុំគឺជាខ្ញុំប្រធានណាហើយមិនបានន័យថាខ្ញុំគឺជាប្រធាននៃមួយទេចូលថាពាក្យថាខ្ញុំហ្នឹងគឺជាប្រធានហើយដល់ពេល gakusei ណា gakusei នេះគឺជានាមទី2ហើយយើងบอกថាខ្ញុំគឺជាសិស្សហើយអញ្ចឹងរចនាសម្ព័ន្ធក្នុងភាសាជប៉ុនឃ្លាប្រយោគគឺខុសពីខ្មែរបន្តិចខ្មែរប្រធានហើយគេស័ព្ទហើយនឹងនាមណាឬក៏យើងនិយាយថាកម្មបត្តិហើយទៅពេលភាសាជប៉ុនយើងផ្ទុយគ្នាបន្តិចប្រធានហើយដាក់ពាក្យដែលបង្ហាញពីគេស័ព្ទអីហ្នឹងនៅខាងចុងហើយដល់ពេលកម្មបត្តិលើកមកកណ្ដាលអញ្ចឹងប្រធានកម្មបត្តិហើយនឹងពាក្យដែលបង្ហាញពីគេស័ព្ទខាងក្រោយណាអញ្ចឹងដូច clear ឡើងនេះដែរ des គឺគេអត់ដាក់នៅកណ្ដាលទេគេដាក់នៅខាងចុងវិញហើយចឹងពេលយើងបកប្រែយើងបកពីប្រធានក្បាលតបមកទៅចុងក្រោយហើយបានមកកណ្ដាលណាទី2 Nita san wa kaishain desu ហើយចឹង kaishain ហ្នឹងប្រែថាបុគ្គលិកក្រុមហ៊ុនប្រយោគនេះបកប្រែថា Nita គឺជាបុគ្គលិកក្រុមហ៊ុនហើយទី3 Dani san wa kyoshi desu Dani គឺជាគ្រូបង្រៀន
ដែលនេះគឺជាគ្រូបង្រៀនណាហើយពាក្យថា Kyoshi ហ្នឹងគឺជាគ្រូបង្រៀនហើយអញ្ចឹងយើងមើលឧទាហរណ៍ពាក្យហើយដែលដកស្រង់ពី1ដល់3នេះហើយទី1 watashi ខ្ញុំហើយ watashi ខ្ញុំទី2 gakuse សិស្សនេះ gakuse សិស្សទី3 kaishain ហ្នឹងបុគ្គលិកក្រុមហ៊ុនណាបុគ្គលិកក្រុមហ៊ុនទី4 kyoshi ហើយគ្រូបង្រៀនយើងឃើញពាក្យមួយទៀតដែលបបថាគ្រូដែរ sensei ហើយយកសារហៅ sensei ឬក៏ឮ sensei ហ្នឹងហើយក៏បបថាគ្រូដែរតែអ្វីដែលខុសគ្នានៅកាលណានៅពេលដែលយើងនិយាយពីមុខរបរយើងចង់បង្ហាញណាគេម្នាក់គាត់មានមុខរបរជាគ្រូបង្រៀនយើងប្រើពាក្យថា kyoshi ដល់ពេលពាក្យថា sensei ហ្នឹងយើងប្រើសម្រាប់ហៅនេះហៅនរណាគេម្នាក់ថាគ្រូអញ្ចឹងទៅ sensei ឧទាហរណ៍ថា sensei គេ sensei ភក្តី sensei អញ្ចឹងទៅណានាមទី1វ៉ានាមទី2 deska នាមទី1វ៉ានាមទី2 deska ហើយយើងថែមកៈណាបន្ថែមពីលើវេយ្យាករណ៍មិញថែមកៈអញ្ចឹងdeska បាទអញ្ចឹងជាបន្តទៀតយើងចូលមកកាន់វេយ្យាករណ៍មួយទៀតដែលស្តៀងនឹងវេយ្យាករណ៍មិញដែរហើយអញ្ចឹងវេយ្យាករណ៍នេះគឺយើងគ្រាន់តែថែមកៈនៅកតុយនៃវេយ្យាករណ៍មិញអញ្ចឹងនាមទី1វ៉ានាមទី2 deska នាមទី1វ៉ានាមទី2 deska អត្ថន័យនៃវេយ្យាករណ៍នេះហើយគឺយើងបកប្រែថាតើចុចគឺជាចុចមែនទេណាតើអ្វីមួយគឺជាអ្វីមួយមែនទេអញ្ចឹងត្រង់នេះកៈបាទត្រង់នេះកៈគឺជាបរិវារស័ព្ទហើយជាបរិវារស័ព្ទមួយប្រភេទដែលសម្រាប់បង្ហាញពីឃ្លាប្រយោគសំណួរហើយអញ្ចឹងវ៉ាមិញហ្នឹងក៏ជាបរិវារស័ព្ទហើយដល់ពេលកៈនេះក៏ជាបរិវារស័ព្ទដែរហើយអញ្ចឹងកៈនេះគឺជាបរិវារស័ព្ទដែលមានតួនាទីបង្ហាញឃ្លាប្រយោគឲ្យคล้ายទៅជាប្រយោគសំណួរហើយណាឧទាហរណ៍ទី1 Anata wa isha desu ka Anata wa isha desu ka ហើយបកប្រែថាតើអ្នកគឺជាគ្រូពេទ្យមែនទេណាតើអ្នកគឺជាគ្រូពេទ្យមែនអត់ហើយមែនទេក៏បានមែនអត់ក៏បានហើយទី2 Mari-san wa dansa desu ka Mari-san wa dansa desu ka ហើយបកប្រែថាតើកញ្ញាម៉ារីហ្នឹងគឺជាអ្នករាំមែនទេណាតើកញ្ញាម៉ារីគឺជាអ្នករាំមែនទេហើយអញ្ចឹងពាក្យអនាតបកប្រែថាអ្នកហើយអ៊ីសាបកប្រែថាគ្រូពេទ្យណាគ្រូពេទ្យដានសាហ្នឹងមកពីអង់គ្លេស dancer ណាអ្នករាំណាហើយបន្តមកទៀតចូលទៅកាន់វេយ្យាករណ៍មួយទៀតហើយ nani desu ka ហើយអញ្ចឹង desu ka 2ដងណាអញ្ចឹងវេយ្យាករណ៍នេះគ្រាន់តែថែម desu ka ចុច desu ka ទៅលើវេយ្យាករណ៍អំបញ្ញមិញណាអញ្ចឹងអត្ថន័យវាបកប្រែថាតើចុចគឺជាចុចឬក៏ជាចុចហើយវានេះតើអ្វីមួយគឺជាអ្វីមួយមែនទេឬក៏ជាអ្វីមួយទៀតណាហើយប្រើសម្រាប់សួរក្នុងការដែលយើងអត់ដឹងមិនច្បាស់ថាគឺជាមួយណាហើយអញ្ចឹងឲ្យយើងមើលប្រយោគទី1គេដាក់ថា Anata wa kashu desu ka ហើយ isha desu ka ហើយ Anata wa kashu desu ka isha desu ka តើអ្នកគឺជាអ្នកចម្រៀងឬក៏ជាគ្រូពេទ្យតើអ្នកគឺជាអ្នកចម្រៀងឬក៏ជាគ្រូពេទ្យមែនទេអញ្ចឹងក្នុងប្រយោគហ្នឹងគឺមានបង្កប់អត្ថន័យថាឬក៏ជាណាហើយទី2 Sore wa terebi desu ka kamera desu ka Sore wa terebi desu ka kamera desu ka ហើយបកប្រែថាតើនោះគឺជាទូរទស្សន៍ហើយឬក៏ជាកាមេរ៉ាតើនោះគឺជាទូរទស្សន៍ឬក៏ជាកាមេរ៉ាហើយអញ្ចឹងយើងមកពាក្យខាងក្រោមហើយអនាតអ្នកហើយអនាតអ្នកខាសឹអ្នកចម្រៀងណាខាសឹអ្នកចម្រៀងកន្លែងនេះបកទៅសេច្រឡំហើយខាសឹអ្នកចម្រៀងណាអ៊ីសាពេទ្យតេរេប៊ីទូរទស្សន៍ហើយតេរេប៊ីទូរទស្សន៍ហើយកាមេរ៉ាណាកាមេរ៉ាជប៉ុនក៏ប្រើពាក្យថាកាមេរ៉ាដែរណាតែគាត់គេហៅថាកាមេរ៉ាហើយបន្តមកទៀតយើងចូលមកកាន់វេយ្យាករណ៍គេដាក់ថានាមទី1វ៉ានាមទី2ដេវ៉ាឬក៏ចាអរិម៉ាសែននាមទី1វ៉ានាមទី2ដេវ៉ាឬក៏ចាអរិម៉ាសែនហើយអញ្ចឹងវេយ្យាករណ៍នេះគឺផ្ទុយពីវេយ្យាករណ៍មិញដែលបកប្រែថានាមទី1គឺមិនមែនជានាមទី2ទេ
នាមទី1មិនមែនជានាមទី2ទេណាផ្ទុយពីវេយ្យាករណ៍មុនហ្នឹងណាហើយអញ្ចឹង dewa ឬក៏ចៈ arimasen បកប្រែថាមិនមែនជាចុចទេឧទាហរណ៍ 彼は教師ではありません彼は教師ではありませんហើយបកប្រែថាគាត់មិនមែនជាគ្រូបង្រៀនទេគាត់មិនមែនជាគ្រូបង្រៀនទេណាទី2 Yamadaさんは外国人じゃありません Yamada さんは外国人じゃありませんណាលោក Yamada មិនមែនជាជនជាតិកូរ៉េទេលោក Yamada មិនមែនជាជនជាតិកូរ៉េទេហើយអញ្ចឹង dewa ឬក៏ចៈយើងអាចប្រើ dewa arimasen ក៏បានចៈ arimasen ក៏បានគ្រាន់តែថា dewa ភាគច្រើនគឺយើងប្រើសម្រាប់ការសរសេរណាដល់ពេលចៈភាគច្រើនយើងប្រើសម្រាប់ការនិយាយហើយអញ្ចឹងពាក្យខាងក្រោម kare បបន័យថាគាត់ហើយ kyoshi គ្រូបង្រៀនបញ្ជាក់ពីមុខរបរហើយទី3 Kankokujin បបន័យថាជនជាតិកូរ៉េតែកូរ៉េហ្នឹងសំដៅទៅលើកូរ៉េខាងត្បូងមិនមែនកូរ៉េខាងជើងទេណាហើយបន្តមកទៀតយើងចូលមកកាន់slide ចុងក្រោយដែលយើងត្រូវរៀនថ្ងៃនេះហើយអញ្ចឹងគេដាក់ថា hai យើងមកពីកន្លែងនេះប្រសិនបើយើងអានចំតួគឺអានថា ie ខំតែកន្លែងនេះយើងអត់អានថា ie ទេយើងអានថា ie កន្លែង e ហ្នឹងគឺអានទៅជាសំឡេងយៈវិញក្នុងភាសាជប៉ុនអត់មានព្យញ្ជនៈយៈទេក៏ប៉ុន្តែកន្លែងនេះគឺយើងអានថាយៈណាយើងអានថាយៈហើយអញ្ចឹង hai បបន័យថាបាទចាស់ ie បបន័យថាទេហើយឧទាហរណ៍អាណាតាវ៉ានិហុនជីនដេស្កាអាណាតាវ៉ានិហុនជីនដេស្កាតើអ្នកគឺជាជនជាតិជប៉ុនមែនទេហើយគេឆ្លើយថាはい私は日本人ですはい私は日本人ですកន្លែងយងកញ្ចក់នេះមានន័យថាដាក់វាក៏បានអត់ក៏បានហើយកន្លែងវតាស៊ីវៈហ្នឹងឆ្លើយមកវិញដាក់វតាស៊ីវៈក៏បានអត់ក៏បានដែរបកប្រែថាចាស់ខ្ញុំគឺជាជនជាតិជប៉ុនចាស់គឺជាជនជាតិជប៉ុនណាទី2 Mari さんはコメディアンですか Mari さんはコメディアンですかតើកញ្ញា Mari ហ្នឹងគឺជាអ្នកកំ pl ែងមែនទេហើយតើ Mari ហ្នឹងគឺជាអ្នកកំ pl ែងមែនទេហើយគេឆ្លើយថាいいえはい私はコメディアンじゃありません私はコメディアンじゃありませんបបថាទេខ្ញុំមិនមែនជាអ្នកកំ pl ែងទេខ្ញុំមិនមែនជាអ្នកកំ pl ែងទេអញ្ចឹងត្រង់កន្លែងនេះចាអរិម៉ាសែននេះបើយើងប្រើ dewa អរិម៉ាសែនក៏បានដែរអត់ខុសទេប្រើបានដូចគ្នាអញ្ចឹងពាក្យដែលដកស្រង់ពីប្រយោគខាងលើទី1 Nihonjin បបថាជនជាតិជប៉ុនណាទី2 comedian បបថាអ្នកកំ pl ែងហើយអញ្ចឹងថ្ងៃនេះយើងរៀនទាំងអស់មាន10វេយ្យាករណ៍ហើយអញ្ចឹងវេយ្យាករណ៍ទី1យើងនិយាយអំពីសព្វនាមណាសព្វនាមមានសព្វនាមហ្នឹងសព្វនាមចង្អុលហើយមានកុសុអដុហើយអញ្ចឹងដោយមានកតុយរៈហើយដូចជាកូរ៉េសូរ៉េអារ៉េដូរ៉េហើយមានកតុយណូមានខណូសូណូអាណូដូណូហើយមានកតុយកុមានកុកុសូកុអាសូកុដុកុណាបន្តមកទៀតសានចានគឿនហើយប្រើសម្រាប់ភ្ជាប់ជាមួយឈ្មោះមនុស្សនៅពេលយើងហៅនរណាម្នាក់ហើយបន្តមកទៀត des គឺជាមាននៅអ្វីមួយគឺជាអ្វីមួយណាបន្តមកទៀត deska ហើយកៈបង្ហាញពីប្រយោគសំណួរហើយដែលបកប្រែថាចុចមែនទេមែនអត់ណាមួយទៀត deska តើអ្វីមួយគឺជាអីមួយឬក៏ជាអីមួយទៀតមែនណាប្រើសម្រាប់នៅពេលយើងសួរឲ្យគេជ្រើសរើសមួយណាមួយទៀត dewa ឬក៏ចាអរិម៉ាសែនតែបកប្រែថាមិនមែនទេណាហើយនឹងចុងក្រោយ hai ie បាទចាស់ឬក៏ទេហើយបាទចាស់ឬក៏ទេណាអូខេអញ្ចឹងថ្ងៃនេះយើងរៀនតែ10ទេហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់នៅវេយ្យាករណ៍បន្តទៀតណាអូខេអញ្ចឹងសូមជម្រាបលាអ្នកនរគ្នាហើយចាំជួបគ្នានៅវីដេអូបន្ទាប់